បានឈានដល់រដូវរងានៃខែវិច្ឆិកាឆ្នាំ1939ក្រៅពីការវាយទីរបស់អាល្លឺម៉ង់នៅតំបន់អឺរ៉ុបនៅអាស៊ីយើងវិញប្រទេសជប៉ុនបានបើកការឈ្លានពាននិងលុកលុយយកប្រទេសចិនយ៉ាងគំហុកប្រទេសជប៉ុនដែលជាមហាអំណាចយោធាលាក់មុខបានបើកការឈ្លានពានយកឧបទ្វីបកូរ៉េនៅក្នុងឆ្នាំ1931ហើយបន្តឈ្លានពានប្រទេសចិនដោយចូលទៅកាន់កាប់តំបន់ម៉ាន់ជូរីក្រោយការដួលរលំរបស់រាជវង្សឆេងក្នុងឆ្នាំ1911ក្រោយពេលជប៉ុនចូលទៅកាន់កាប់តំបន់ម៉ាន់ជូរីជប៉ុនបានហៅតំបន់នេះថាម៉ាន់ជូគូនិងបានលើកលោកពូយីជាអភិបាលតំបន់នេះពូយីគឺជាអធិរាជចិនចុងក្រោយនៃរាជវង្សឆេងដែលត្រូវបានក្រុមបដិវត្តន៍ទម្លាក់ចេញពីរាជបល្ល័ង្កហើយទ្រង់រត់ទៅជ្រកកោននៅក្នុងប្រទេសជប៉ុនការដំឡើងលោកឲ្យគ្រប់គ្រងតំបន់នេះត្រូវបានប្រជាជននៅសម័យនោះបានហៅថាជារដ្ឋអាយ៉ងរបស់ជប៉ុនការចាប់ផ្ដើមនៃសង្គ្រាមចិនជប៉ុនជាលើកទី2ការចូលកាន់កាប់ទឹកដីម៉ាន់ជូរីពីសំណាក់កងទ័ពជប៉ុនបានធ្វើឲ្យក្រុមបដិវត្តន៍ចិនបង្កើតចលនាប្រឆាំងវត្តមានជប៉ុននៅទូទាំងប្រទេសហើយចលនាប្រឆាំងនេះបានបន្តរីករាលដាលធំឡើងរហូតដល់មានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធកងទ័ពបដិវត្តន៍ចិននិងជប៉ុននៅលើស្ពានលូគូជិតទីក្រុងប៉េកាំងនាថ្ងៃទី7ខែមិថុនាឆ្នាំ1937ជប៉ុនបានស្នើឲ្យភាគីចិនទទួលខុសត្រូវនិងសុំទោសខ្លួនក្នុងការលួចសម្លាប់ជនស៊ីវិលជប៉ុននិងការវាយឆ្មក់សម្លាប់កងទ័ពជប៉ុននៅលើស្ពានលូគូប៉ុន្តែចិនក្រោមការដឹកនាំរបស់លោកលិនសេនបានធ្វើការបដិសេធមិនទទួលខុសត្រូវនិងមិនសុំទោសជប៉ុននោះទេដូចនេះហើយនៅថ្ងៃទី20ខែមិថុនាឆ្នាំ1937កងទ័ពជប៉ុនប្រមាណជាង 80,000 នាក់បានបើកការវាយប្រហារទៅលើរដ្ឋធានីប៉េកាំងដោយមិនប្រកាសសង្គ្រាមនោះទេចំណែកឯកងទ័ពបដិវត្តន៍ចិនមានចំនួនតែជាង 15,000 នាក់ប៉ុណ្ណោះដែលនៅចាំការពាររាជធានីប៉េកាំងនៅទីបំផុតកងទ័ពជប៉ុនបានយកឈ្នះកងទ័ពចិនហើយចូលកាន់កាប់រដ្ឋធានីប៉េកាំងនិងតំបន់ធានចិននៅថ្ងៃទី29ខែមិថុនាឆ្នាំ1937ក្រោយមកទៀតនៅថ្ងៃទី9ខែសីហាឆ្នាំ1937កងទ័ពជើងទឹកជប៉ុនចំនួន 10,000 នាក់បានប្រមូលផ្ដុំគ្នាខាងមុខក្រុងសៀងហៃជាមួយនឹងកងនាវាចម្បាំងចំនួន30គ្រឿងនៅថ្ងៃទី13ខែសីហាឆ្នាំ1937កងទ័ពនាវាចម្បាំងរបស់ជប៉ុនបានបើកការបាញ់ផ្លោងទៅលើទីក្រុងសៀងហៃប្រទេសចិនបានដាក់ពង្រាយកងទ័ពចំនួន 80,000 នាក់ដើម្បីការពារក្រុងសៀងហៃមួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ជប៉ុននៅថ្ងៃទី14មន្ត្រីចិនមកពីបកគូមីនតាំងដឹកនាំដោយលោកជៀងកៃឈៀកបានបញ្ជូនកងទ័ពអាកាសរបស់ខ្លួនចំនួន91គ្រឿងទៅគំទេចនាវាចម្បាំងរបស់ជប៉ុននៅថ្ងៃទី16កងទ័ពអាកាសរបស់ជប៉ុនបានបញ្ជូនយន្តហោះចម្បាំងចំនួន85គ្រឿងបានចាក់ចេញពីកោះតៃវ៉ាន់មកដល់ក្រុងសៀងហៃហើយធ្វើការទម្លាក់គ្រាប់បែកទៅលើអគារលំនៅឋានរបស់ប្រជាជនចម្បាំងក្រុងសៀងហៃបានផ្ទុះឡើងក្រោមការឈ្លានពានរបស់ជប៉ុនអស់ជាច្រើនថ្ងៃតែកងទ័ពជប៉ុននៅតែមិនអាចកាន់កាប់ក្រុងសៀងហៃបានរហូតមកដល់ថ្ងៃទី22កងទ័ពចិនបានបញ្ជូនមកបន្ថែមទៀតដែលធ្វើឲ្យចំនួនកងទ័ពដែលការពារក្រុងសៀងហៃមានចំនួន 60,000 នាក់ហើយនៅថ្ងៃទី23កងទ័ពធំរបស់ជប៉ុនបានមកដល់ក្រុងសៀងហៃក្នុងចំនួន 30,000 នាក់ជាមួយនឹងរថក្រោះចំនួន300គ្រឿងយន្តហោះចម្បាំងចំនួន400គ្រឿងជប៉ុនបានបញ្ជូនកងរថក្រោះដើម្បីវាយបើកមុខឲ្យកងទ័ពរបស់ខ្លួនរុលចូលទៅមុខដើម្បីចូលទៅកាន់កាប់ក្រុងសៀងហៃនៅទីបំផុតកងទ័ពរបស់ជប៉ុនដែលមានការគាំទ្រដោយកងទ័ពអាកាសយ៉ាងច្រើនលើសលប់បានយកឈ្នះទៅលើកងទ័ពបដិវត្តន៍ចិនហើយចូលទៅកាន់កាប់ក្រុងសៀងហៃនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ1937ហើយជប៉ុនបានប្រកាសថាខ្លួនបានយកឈ្នះទាំងស្រុងទៅលើប្រទេសចិនប្រទេសមហាអំណាចយោធាលាក់មុខដែលគេស្គាល់ថាជាប្រទេសជប៉ុនដែលបានចូលឈ្លានពានប្រទេសចិន
ហើយក៏បានវាយចូលកាន់កាប់ទឹកដីជាបន្តបន្ទាប់អំឡុងពេលដែលជប៉ុនវាយលុកចូលក្រុងសៀងហៃជប៉ុនក៏បានបញ្ជូនកងទ័ពជាច្រើនផ្សេងទៀតដើម្បីវាយចូលកាន់កាប់ក្រុងណានជីងនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ1937កង